បាទសូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាជឿអត់ថា AI អាចបង្កើតវិញ្ញាសាប្រឡងឲ្យយើងហើយមានទាំងចម្លើយមកឲ្យយើងទៀតអញ្ចឹងបើសិនជាបងប្អូនអត់ជឿថា AI អាចបង្កើតវិញ្ញាសាប្រឡងបានអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនជួយតាមដានវីដេអូនេះបន្តិចបាទដើម្បីចង់ដឹងថាតើ AI គាត់អាចមានសមត្ថភាពក្នុងការដែលបង្កើតនៅកិច្ចការប្រឡងក៏ដូចជាកិច្ចតែងការមេរៀនអីជាដើមហ្នឹងតើគាត់អាចមានសមត្ថភាពបង្កើតបានអត់ឥឡូវនេះនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបមួយក្នុងការដែលធ្វើវិញ្ញាសាប្រឡងគឺឲ្យ AI គាត់បង្កើតឬក៏ធ្វើនៅវិញ្ញាសាប្រឡងឲ្យយើងហើយមានទាំង answer key មានចម្លើយមកឲ្យយើងស្រាប់តែម្ដងបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលអញ្ចឹងដំបូងឡើយគឺសូមបងប្អូនបានចូលទៅកាន់ website AI មួយដែលមានឈ្មោះថា DeepSeek បាទ DeepSeek នេះគឺជា AI មួយដែលបង្កើតក្រោយ ChatGPT ប៉ុន្តែបើនិយាយពីសមត្ថភាពគាត់គឺថាមិនចាញ់ ChatGPT ទេហើយ website នេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមួយនៅប្រទេសចិនបាទអូខេអញ្ចឹងពេលដែលបងប្អូនចូលមកដល់ website DeepSeek នេះគឺបងប្អូនចុចមកលើពាក្យថា Start Now បាទ Start Now សូមបញ្ជាក់ផងដែរថា website DeepSeek នេះគឺបងប្អូនអាច sign up បានបងប្អូនអាចមានជំរើសបើសិនជាបងប្អូនអត់ sign up ក៏បងប្អូនប្រើបានដែរប៉ុន្តែលក្ខណៈខុសគ្នាត្រង់ថាយើងប្រើមិនបាច់ sign up និងប្រើ sign up ខុសគ្នាត្រង់ថាបើបងប្អូនអត់ sign up ទេបងប្អូនប្រើគឺវាអត់ជាប់ history ទេវាអត់ជាប់ history ដូចថាយើងឆាតពីមុនណាអត់ជាប់ទេប៉ុន្តែបើសិនជាបងប្អូន sign up ហើយបងប្អូន log in ហើយអញ្ចឹងឆាតតាំងប្រមាណដែលបងប្អូនធ្លាប់ឆាតជាមួយនឹង DeepSeek ហ្នឹងវានឹង record history ហ្នឹងទុកឲ្យបងប្អូនមើលពេលក្រោយបានអញ្ចឹងលក្ខណៈខុសតែប៉ុណ្្នឹងទេអូខេអញ្ចឹងឥឡូវយើងចូលដល់សាច់រឿងរបស់យើងវិញអញ្ចឹងដើម្បីឲ្យ DeepSeek ធ្វើការបង្កើតនៅវិញ្ញាសាប្រឡងឲ្យយើងគឺយើងត្រូវការសរសេរនៅ prompt មួយចំនួនបាទសរសេរនៅ prompt មួយចំនួនដោយ like ខ្ញុំបានចងក្រង prompt ខ្ញុំហើយបាទនៅកន្លែងនេះតើតើនឹង from នេះបងប្អូនមិនតម្រូវឲ្យយកតាមខ្ញុំទាំងអស់ទេបើសិនជាបងប្អូនគិតថាបងប្អូនអាចจะ save from ណាល្អជាងខ្ញុំបងប្អូនធ្វើទៅប៉ុន្តែបើសិនជាបងប្អូនគិតថាបងប្អូនមិនសូវពូកែក្នុងការទៅ save from អញ្ចឹងបងប្អូនអាចយកតាមរបស់ខ្ញុំក៏បានដែរអញ្ចឹងនៅក្នុងនេះខ្ញុំបានទៅ save ចំណុចក្រហមនេះជាចំណុចដែលយើងអាចធ្វើការផ្លាស់ប្ដូរបានណាបាទអញ្ចឹងទី1គឺខ្ញុំឲ្យគាត់បង្កើតកិច្ចវិញ្ញាសាប្រឡងហ្នឹងគឺចំនួនប៉ុន្មាន page អញ្ចឹងបងប្អូនចង់បានប្រមាណ page បងប្អូនកំណត់ page ទៅបើសិនជាបងប្អូនចង់3 page បងប្អូនដាក់លេខ3ទៅបើបងប្អូនចង់បាន4 page បងប្អូនដាក់លេខ4អញ្ចឹងទៅណាបាទអូខេហើយ exam នេះតើតើនឹង exam អញ្ចឹងនេះគឺមុខវិជ្ជាអញ្ចឹងបងប្អូនចង់ឲ្យគាត់បង្កើតវិញ្ញាសាហ្នឹងមុខវិជ្ជាអីគេបើសិនជាបងប្អូនចង់បានគណិតគឺបងប្អូនដាក់ math ទៅតែបើសិនជាបងប្អូនចង់បានមុខវិជ្ជាឧទាហរណ៍ថាគីមីគឺបងប្អូនដាក់ chemistry អញ្ចឹងទៅឬក៏ចង់បានមុខវិជ្ជាអីផ្សេងបងប្អូនដាក់មុខវិជ្ជានៅកន្លែងហ្នឹងមកណាបាទហើយបន្ទាប់មកគឺកម្រិតថ្នាក់អញ្ចឹងបងប្អូនចង់បង្កើតវិញ្ញាសាប្រឡងហ្នឹងកម្រិតថ្នាក់ទីប្រមាណបើសិនជាបងប្អូនបង្កើតសម្រាប់ថ្នាក់ទី7យើងដាក់ទី7មកអញ្ចឹងណាបាទដាក់ទី7មកហើយកន្លែងនេះគឺយើងឲ្យគាត់បង្កើតកិច្ចវិញ្ញាសាប្រឡងហ្នឹងគឺជាភាសាខ្មែរបាទជាភាសាខ្មែរហើយចំណែកឯចំណុចមានន័យថាជាធម្មតាកិច្ចការប្រឡងយើងវាមានចំណុចឲ្យថារ៉ូម៉ាំង1រ៉ូម៉ាំង2រ៉ូម៉ាំង3អញ្ចឹងណាអញ្ចឹងរ៉ូម៉ាំងហ្នឹងគឺខ្ញុំឲ្យគាត់វាយជាលេខខ្មែរហើយចំណែកឯលំហាត់នៅក្នុងរ៉ូម៉ាំងនីមួយៗហ្នឹងឲ្យគាត់សរសេរចេញជាអក្សរខ្មែរកខអញ្ចឹងទៅឧទាហរណ៍លំហាត់កលំហាត់ខអញ្ចឹងទៅអញ្ចឹងសម្រាប់ចំណុចនេះប្រសិនជាបងប្អូនចង់ថាឥឡូវចំណុចរ៉ូម៉ាំង1រ៉ូម៉ាំង2យើងចង់ឲ្យចេញជាអីផ្សេងបងប្អូនដាក់ជាគំរូឲ្យតាមហ្នឹងទៅគឺ AI វានឹងសរសេរតាមហ្នឹងហើយតើតើនឹងចំណុចខាងក្នុងរ៉ូម៉ាំងក៏ដូចគ្នាដែរបើសិនជាបងប្អូនគិតថាបងប្អូនមិនចង់បានកខទេបងប្អូនចង់បាន1 2គឺបងប្អូនដាក់1 2កន្លែងហ្នឹងទៅអញ្ចឹង AI គាត់នឹងស្គាល់ហើយបាទហើយបន្ទាប់មកទៀតខ្ញុំនឹងប្រាប់ឲ្យគាត់ដាក់ answer key នៅខាងចុង page បាទអញ្ចឹងនៅ page ចុងក្រោយគេហ្នឹងគឺគាត់នឹងដាក់នៅ answer key ឲ្យយើងហើយជាចម្លើយណាបាទជាចម្លើយហើយមួយទៀតបាទអញ្ចឹងមួយទៀតគឺយើងឲ្យគាត់បង្កើតហ្នឹងដោយសារតែយើងឲ្យគាត់បង្កើត3 page អញ្ចឹងយើងអត់ជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំអត់ឲ្យគាត់បង្កើតម្ដងទាំង3ទេហេតុអីពេលណាដែលយើងឲ្យគាត់បង្កើតម្ដងទាំង3ឬក៏ម្ដងទាំង4ទាំង5ដែលយើងកំណត់ page ហ្នឹងគឺពេលខ្លះគាត់បង្កើតឲ្យយើងបានតែ2 page បានតែ3 page ទេវាអត់ត្រូវទៅតាមអ្វីដែលយើងកំងទេហេតុផលនោះគឺដោយសារតែ
AI វាមាន limit របស់វានៅពេលណាដែលយើងប្រើជាលក្ខណៈ free គឺវាមាន limit អញ្ចឹងនៅពេលណាដែលយើងឲ្យកំងគាត់ទាំង5 page គាត់អត់អាចឲ្យយើងទាំង5 page ទាំង6 page បានទេដោយសារគាត់មាន limit អញ្ចឹងជាដំណោះស្រាយជា technique គឺយើងយកម្ដង1 page អញ្ចឹងម្ដង1 page គឺវាអត់ទាន់ដល់ limit វាទេអញ្ចឹងនៅពេលណាដែលគាត់ឲ្យយើងបាន1 page ហើយយើងឲ្យគាត់តទៅ1 page ទៀតតទៅ1 page ទៀតអញ្ចឹងនេះគឺជា technique ដែលខ្ញុំរៀនបានពីបទពិសោធន៍ដែលខ្ញុំប្រើកន្លងមកអញ្ចឹងនៅពេលណាដែលគាត់បង្កើត page ទី1បានគាត់ឈប់មកតង់ហើយចាំយើងដាក់ next page ទៅដើម្បីឲ្យគាត់ទៅ page ទី2អញ្ចឹងយើងធ្វើ next page រហូតដល់ page ចុងក្រោយបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើម copy មកតែម្ដងទៅអញ្ចឹងឥឡូវនេះខ្ញុំឲ្យគាត់ធ្វើតាឧទាហរណ៍4 page ចឹងណាបាទខ្ញុំយក4 page មុខវិជ្ជាខ្ញុំគឺយកគណិតហើយសិស្សថ្នាក់ទី7សេជាភាសាខ្មែរចឹងមកបាទតាមនឹងមកហើយ next page បាទអញ្ចឹងនៅពេលណាគាត់ចប់ page ទី1យើងវាយ next page ទៅដើម្បីឲ្យគាត់ទៅ page បន្តទៀតអូខេអញ្ចឹងយើង copy បន្ទាប់មកយើងចូលទៅកាន់ AI របស់យើងមកបាទ DeepSeek របស់យើងមកបងប្អូនផាសចូលមកអញ្ចឹងបន្ទាប់មកបងប្អូនចុចនៅលើកន្លែងនេះណាកន្លែង QQ នេះឬក៏យើងអាចចុច enter នៅលើ keyboard របស់យើងក៏បានដែរអញ្ចឹងឥឡូវយើងចាប់ផ្ដើមទៅតែម្ដងអូខេ let's go បាទឥឡូវនេះយើងបានចប់ page ទី1ហើយអញ្ចឹងដើម្បីយើងបន្តទៀតគឺយើងយក next page មកអញ្ចឹងបងប្អូនគ្រាន់តែ copy កន្លែងហ្នឹងមកបាទ copy next page បន្ទាប់មកយើងដាក់ចូលមកហើយយើងចុច enter ទៅដើម្បីប្រាប់គាត់ថាទៅទំព័របន្ទាប់ទៀតបាទអញ្ចឹងចុចមកបាទអញ្ចឹងឥឡូវយើងចូលដល់ទំព័រទី2ហើយអញ្ចឹងបងប្អូនបន្តទៀតបាទតាមដានមួយទៀត បាទឥឡូវយើងចប់ page ទី2ហើយអញ្ចឹងយើងចូលទៅ page ទី3យើង next page ទៀតមកបាទអូខេអញ្ចឹងឥឡូវយើងចូលដល់ page ចុងក្រោយហើយបាទ next page មកបាទចឹងមកដល់ពេលនេះគឺ AI បានបញ្ចប់ក្នុងការដែលធ្វើវិញ្ញាសាប្រឡងឲ្យយើងហើយអញ្ចឹងយោងតាមអ្វីដែលខ្ញុំបានបង្ហាញបងប្អូនមកនេះគឺយើងឃើញថា AI គឺគាត់ពិតជាមានសមត្ថភាពក្នុងការដែលអាចធ្វើបង្កើតនៅវិញ្ញាសាប្រឡងមកឲ្យយើងបានមែនបាទអញ្ចឹងមានន័យថាគឺគាត់ពិតជាមានសមត្ថភាពក្នុងការដែលបង្កើតនៅវិញ្ញាសាប្រឡងមកឲ្យយើងមែនអញ្ចឹងមកដល់ចំណុចនេះគឺបងប្អូនអាចយកទៅប្រើប្រាស់ដោយបងប្អូនគ្រាន់តែ select ហើយ copy ដាក់ទៅក្នុង Word គឺបងប្អូនអាចយកទៅប្រើប្រាស់បានហើយប៉ុន្តែសូមបញ្ជាក់ផងដែរថា AI គឺជាម៉ាស៊ីនអញ្ចឹងវាអាចនឹងមានកំហុសខុសឆ្គងមួយចំនួនអញ្ចឹងដើម្បីជៀសវាងនៅកំហុសខុសឆ្គងគឺតម្រូវឲ្យបងប្អូនត្រូវតែ double check បាទបងប្អូនត្រូវតែ check ឡើងវិញម្ដងទៀតដើម្បីឲ្យប្រកាសថាអ្វីដែល AI ឲ្យមកយើងនេះគឺពិតជាត្រឹមត្រូវបាទពីព្រោះ AI ជាម៉ាស៊ីនដូច្នេះយើងមិនអាចធានាបាននូវភាពត្រឹមត្រូវ 100% បានទេគឺត្រូវតែទាមទារឲ្យយើងមានការត្រួតពិនិត្យឡើងវិញបាទដើម្បីជៀសវាងនៅកំហុសណាមួយដែលយើងគិតមិនដល់បាទ
អូខេអញ្ចឹងខ្ញុំគិតថាវីដេអូខ្ញុំវាគឺមានតែប៉ុណ្ណេះដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាវីដេអូមួយនេះអាចនឹងជួយទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់ការជាចំណែកមួយក្នុងការដែលជួយឲ្យបងប្អូនមានគំនិតបន្ថែមទៀតក្នុងការដែលបង្កើតនៅវិញ្ញាសាប្រឡងសម្រាប់សិស្សានុសិស្សអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូមានការពិបាកក្នុងការដែលរកនឹកនៅគំនិតក្នុងការដែលបង្កើតស្វែងរកលំហាត់សម្រាប់ឲ្យសិស្សប្រឡងគឺបងលោកគ្រូអ្នកគ្រូអាចនឹងចូលមកកន្លែង DeepSeek នេះហើយធ្វើការបង្កើតតាមអ្វីដែលខ្ញុំបានបង្ហាញហ្នឹងហើយយើងអាចច្បាច់ឬក៏ជ្រើសរើសយកលំហាត់ណាដែលលោកគ្រូអ្នកគ្រូគិតថាល្អដើម្បីយកទៅដាក់នៅក្នុងកិច្ចការប្រឡងរបស់លោកគ្រូអ្នកគ្រូបានផងដែរអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់ចប់នេះហើយបើសិនបើបងប្អូនមានចម្ងល់ឬក៏អ្វីមួយដែលចង់ឲ្យខ្ញុំបន្ថែមអាចនឹងឆាតមកខ្ញុំបន្ថែមទៀតបានផងដែរអរគុណច្រើនសូមជម្រាបលាហើយសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ